បាទឥឡូវយើងចាប់ផ្ដើមដាក់រងបន្តទៅបងប្អូនបាទយើងដាក់រង4សន្លឹកហើយចាប់ផ្ដើមដាក់ខ្ចៅកន្លះយើងបងប្អូនអរគ្នាបាទខ្ចៅយើង4គ្រាប់រង4សន្លឹកបាទចាប់ផ្ដើមមូលចូលបន្តិចមកចាប់ផ្ដើមយើងយកសោមកមូលក្រែកបាទប្រើសោនេះវាលឿនលឿនបងប្អូនអរគ្នាបាទយើងរឹតវាលឿនណាបងប្អូនបាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ស្បែកអង្យ៉ាបាទហើយខាងស្បែកអង្យ៉ាយើងក៏មានផ្លាតូបាទមានខាងមុខប៉ិតនិងមុខអត់ប៉ិតបងប្អូនអរគ្នាបាទមុខទួលនិងមុខស្មើបាទអានេះគឺជាមុខស្មើបងប្អូនអរគ្នាបាទមុខស្មើគឺយើងរៀបមកគឺដាក់បែរមុខមកយើងបាទហើយខាងមុខទួលនោះក៏ដាក់បែរចុះមកខាងក្រោមបាទជាមួយជំរាបមើលបងប្អូនអរគ្នាបាទហើយការខ្ញុំមកចេញមកពីធ្វើមុនដំបូងបងប្អូនអរគ្នាបាទគឺរៀបខុសបាទកាលណារៀបខុសម៉ូតូយើងប្រើបានតែកន្លះខែគឺចាប់ផ្ដើមទួងស្បែកបាទគឺយើងធាក់ទួងម៉ារ៉ាវ៉េនទៅគឺស៊ុយបាទនេះគឺជាខាងមុខប៉ិតនិងអត់ប៉ិតបាទខាងមុខស្មើគឺដាក់បែរមកមុខយើងមកបងប្អូនអរគ្នាបាទខាងមុខរលោងឬក៏ទួលហ្នឹងគឺដាក់ចុះមកក្រោមបាទហើយខាងមុខប៉ិតដាក់បែរមកមុខយើងបាទកាលណាយើងរៀបខុសគឺប្រើមិនសូវកម្លាំងទេបាទគឺកន្លះខែចាប់ផ្ដើមទួងស្បែកហើយបាទហើយទួងស្បែកហើយម្ចាស់ម៉ូតូក៏មករស់រឿងហើយបាទឆ្ងល់ហើយបាទអញ្ចឹងយើងចាប់ផ្ដើមរើសងគេវិញគឺខាតហើយបងប្អូនអរគ្នាបាទឥឡូវយើងចាប់ផ្ដើមរៀបរាល់អស់ហើយបាទចាប់ផ្ដើមដាក់ចក្រានស្បែកយើងចូលបាទអាចក្រានដាក់ស្បែកអង្គយ៉ាបាទឥឡូវយើងចាប់ផ្ដើមដាក់ចូលមកបាទរៀបស្បែកអង្គយ៉ាឲ្យស្មើសិនចាប់ផ្ដើមមកដាក់បង្គំចូលមកបាទអាកន្លែងនេះក៏រៀងស្លេះតិចដែរបាទហើយចាប់ផ្ដើមដាក់រួចរាល់ឥឡូវហើយបងប្អូនរៀងជាអៀតតិចកន្លែងហ្នឹងបាទដោយសារវារៀងជាអៀតបាទឥឡូវចាប់ផ្ដើមរួចរាល់ហើយយើងដាក់ស្បែកចកយើងម្ដងបាទស្បែកចកឬក៏ស្បែកកម្លាំងបងប្អូនអរគ្នាបាទឥឡូវយើងចាប់ផ្ដើមដាក់ឡតមកក្របចូលមកបាទខាងកាទាយើងឥឡូវចាប់ផ្ដើមចូលទៅហើយបាទហើយបវលគឺឲ្យត្រូវងាំផងបងប្អូនអរគ្នាបាទកាលណាអត់ត្រូវងាំទេគឺអត់ចូលទេបាទបវលយ៉ាងមកបាទក្រឹបបាទធ្លាក់ចូលហើយបាទអញ្ចឹងរួចរាល់ហើយយករងខ្ញុំដាក់មកបាទខាងស្បែកអង្គយ៉ានេះគឺមានរងមួយសន្លឹកក្រាស់នៅខាងក្នុងបាទហើយបន្តមកទៀតគឺយើងយកខ្ចៅរឹតមកបាទដើម្បីកុំឲ្យវាចេញមកក្រៅកាលណាអត់រឹតទេគឺអត់កើតទេបងប្អូនបាទឥឡូវរួចរាល់ហើយគឺយើងយកសោយើងមកបាទយ៉ាងស្រស់ស្អាតសោនេះបាទគឺយើងច្នៃធ្វើខ្លួនឯងបងប្អូនបាទដាក់មកទ្រឿចឹងមកបាទឥឡូវចប់រួចរាល់ហើយយើងចាប់ផ្ដើមដាក់យកស្បែកចកយើងបាទស្បែកគឺស្បែកល្អបងប្អូនអរគ្នាបាទគឺកម្លាំងខ្លាំងបាទចាំមើលហើយចាំមើលខ្ញុំចាក់ឲ្យបងប្អូនមើលបាទតើកម្លាំងវាខ្លាំងប៉ុណ្ណាបាទឥឡូវចាប់ផ្ដើមដាក់រងមួយស្លឹកមករងឆែកផ្កាហ្នឹងបាទជាមានចង្អូមានអីផងដែរបងប្អូនមិនមែនចេះតែដាក់ទេបាទឥឡូវយើងចាប់ផ្ដើមដាក់ចូលហើយដាក់រងមួយស្លឹកទៀតបាទគឺមាន2ស្លឹកបងប្អូនបាទគឺរងឆែកផ្កាហ្នឹងមួយស្លឹកហើយរងធម្មតាមួយស្លឹកបាទហើយចាប់ផ្ដើមមូខ្ចៅចឹងមកយើងយកសោយើងរឹតទៀតមកបាទទ្រឹតទៅមកបាទរួចរាល់ហើយបងប្អូនបាទគឺចប់សពគ្រប់ហើយទាំងហើយបាទចាប់ផ្ដើមដាក់ចាប់ផ្ដើមដាក់បដាងខាងស្បែកអង្គយ៉ាយើងបាទគូបញ្ចូលតិចទៅបាទឥឡូវរួចរាល់ហើយបាទហើយចាប់ផ្ដើមដាក់កន្លែងដៃស្វាបាទសម្រាប់ទាញនេះទប់ស្បែកពេលយើងចូលលេងបងប្អូនអរគ្នាបាទនេះខាងស្បែកអង្គយ៉ាបាទឥឡូវចាប់ផ្ដើមដាក់ចិត្តរួចរាល់ហើយបងប្អូនបាទឥឡូវយើងចាប់ផ្ដើមដាក់រសឿសម្រាប់ទប់ស្បែកអង្គយ៉ាបាទកន្លែងក្រប3ហ្នឹងបាទក្របទប់ស្បែកអង្គយ៉ាហ្នឹងបាទឥឡូវចាប់ផ្ដើមដាក់ចូលទៅហើយបាទមើលច្បាស់បាទមេលហាត់អីកូនលហាត់ភ្នែកវាំងបាទរួចរាល់ហើយចាប់ផ្ដើមយកគ្រប់ពទាយ៉ាងមកបាទចាប់ដើមដាក់បង្គំគ្រប់ចូលទៅវិញបាទឥឡូវរួចរាល់ហើយបងប្អូនរបស់គ្នាបាទពទាយ៉ាងមកបាទគ្រប់ពទាយើងគឺដាក់រងស៊ីនបងប្អូនរបស់គ្នាបាទដាក់រងស៊ីនមើលទៅក៏មិនឃើញស្អាតអត់លៀនចេញមកក្រៅទេកាលណាបងប្អូនដាក់រងអាយមើលទៅរៀងរីកសាញមើលទៅអត់ស្អាតទេបងប្អូនបាទអញ្ចឹងការរៀបនេះគឺជាងរុនធានាមករៀបមកស្អាតបងប្អូនអរគ្នារៀបរួចក៏ធានាឲ្យដែរបងប្អូន